ลมไพรคิวสรองัดจารอนตึกสอโหจะช่างไงปีเพียบอูออจัดบ้านสงบสกสารอึ้งเชอจะขนงได้โดยเจียขยมได้รัวขนงไพรทมបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ហើយថ្ងៃនេះគឺជាថ្ងៃទី17ខែ6ឆ្នាំ2026ហើយជាថ្ងៃដែលយើងចុះល្បាតព្រៃជាថ្ងៃទី2ហើយម្សិលថ្មិញយើងធ្វើដំណើរចេញពីផ្ទះមកស្នាក់នៅកណ្ដាលព្រៃហើយកន្លែងនេះគឺចំណុចនេះគឺចំណុចចែម៉ែហៅភ្នំក្រហមចំណុចចែម៉ែនៅកណ្ដាលភ្នំជ័យនៅកណ្ដាលព្រៃឡង់នៃតំបន់ខេត្តកោះចេះហើយនេះជាសកម្មភាពដែលពួកយើងតែងតែធ្វើរយៈពេលជាយូរមកហើយដើម្បីចូលរួមក្នុងការការពារព្រៃនិងធនធានធម្មជាតិរបស់យើងនៅក្នុងតំបន់ព្រៃឡង់ហើយថ្ងៃនេះគឺយើងនឹងធ្វើដំណើរទៅមុខទៀតប៉ុន្តែគឺគោលដៅរបស់យើងគឺអត់ទាន់កំណត់ជាក់លាក់ទេគឺយើងធ្វើដំណើរទៅយកកន្លែងណាហើយកន្លែងណាដែលគួរសមគឺយើងសម្រាប់កន្លែងហ្នឹងគឺថាសំឡេងសត្វមានទាំងយល់ទៅយើងនៅក្នុងព្រៃគឺមានថាន័យថាស្ងប់ស្ងាត់ល្អឬហើយយ៉ាងម៉េចគឺអត់កន្លែងនេះមិនគឺអត់ភ្លៀងទេបាទអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតោះតាមដានសកម្មភាពរបស់ពួកយើងដែលថ្ងៃនេះនឹងធ្វើដំណើរបន្តទៀតវិលមកជួបគ្នាសារជាថ្មីជាមួយនឹងវីដេអូនៃសកម្មភាពនៃការចុះល្បាតរបស់យើងម្ដាយសហគមន៍ព្រៃឡង់មកដល់ទីនេះគឺជាការសកម្មភាពដែលយើងចូលរួមខិតខំការពារធនធានធម្មជាតិហើយជាការចូលរួមចំណែកមួយក្នុងក្រសួងឬក៏រដ្ឋាភិបាលនឹងការចាក់ខុសវិស័យឬក៏ចាក់ក្រៅវិស័យរបស់ក្រសួងបរិស្ថានយើងចង់ឃើញព្រៃឡង់នៅកំពុងស្ថិតថេរយូរអង្វែងហើយឃើញថាស្ថានភាពបែបនេះគឺអ្វីដែលបណ្ដាញសហគមន៍ព្រៃឡង់យើងចង់បានចូលរួមដោយឆន្ទៈឬក៏លះបង់ឆន្ទៈនៅពេលវេលាប៉ុន្តែនៅកន្លែងនេះគឺនៅពេលដែលយើងចុះល្បាតម្ដងហើយឱកាសនៃពេលព្រឹកកន្លែងនេះគឺយើងជាការសំណេះសំណាលគ្នាមុននឹងធ្វើដំណើរទៅមុខទៀតគឺនៅពេលព្រឹកអត់មានស្អីច្រើនទេបងប្អូនអរគ្នាគឺការជួបជុំគ្នាហើយគឺដាំទឹកហើយយើងហូបកាហ្វេម្នាក់មួយកែវនិងជជែកគ្នាអំពីសារៈសំខាន់នៃព្រៃឈើឬក៏ធនធានធម្មជាតិនៅក្នុងព្រៃឡង់នឹងឯងព្រោះឱកាសមិនងាយជួបគ្នាទេគឺយើងមានជួបគ្នាតែពេលប្រជុំឬក៏ពេលដែលចុះល្បាតម្ដងតែអញ្ចឹងហើយសម្រាប់ខ្ញុំគឺដល់ពេលដែលចុះល្បាតម្ដងគឺខ្ញុំតែងតែធ្វើវីដេអូចងក្រងវីដេអូជាច្រើនដើម្បីផុសទៅលើ page របស់បណ្ដាញសហគមន៍ព្រៃឡង់ផងឬក៏ channel YouTube របស់ខ្ញុំគឺមានឈ្មោះថា Wana Travel Live ហើយយើងតែងតែធ្វើការផុសសម្រាប់ឲ្យបងប្អូនមើលទាំងអស់គ្នាហើយមួយទៀតគឺខ្ញុំក៏មាន page ផ្ទាល់ខ្លួនមួយទៀតគឺ Wana បាទសូវណ្ណាឯកដែលសរសេរជាភាសាអង់គ្លេសហើយភាសាខ្មែរគឺវណ្ណាព្រៃឡង់នឹងឯងអញ្ចឹងបងប្អូនអាចជួយគ្រប់គ្រងបានខណៈពេលដែលពេលព្រឹកនេះគឺយើងអត់មានធ្វើអីច្រើនទេនៅពេលដែលខ្ញុំរកកសួរហើយក៏ចាប់ផ្ដើមបាយពេលព្រឹកនៅពេលបាយពេលព្រឹកហើយគឺយើងរៀបចំស្រ័យអង្រឹងពួកអីយើងចាប់ផ្ដើមធ្វើដំណើរទៅមុខទៀតនៅពេលដែលយើងចងក្រងចងអីវ៉ាន់នៅក្នុងម៉ូតូហើយក៏យើងដើរឆែកម៉ូតូមើលនេះជាម៉ូតូខ្ញុំផ្ទាល់តែម្ដងគឺយើងឲ្យយុវជនគឺគាត់ជួយទីមួយក៏រត់ច្រវាក់ដាក់ប្រេងដាក់អីឲ្យអញ្ចឹងណាដើម្បីយើងការពារនៅតាមផ្លូវនៅពេលកុំឲ្យវាខូចខាតតាមផ្លូវផ្សេងនៅពេលកន្លែងនេះគឺយើងជួបជុំគ្នានៅពេលដែលផ្លូវធំបន្ទាប់មកគឺយើងធ្វើការប្រជុំដាក់ផែនការដើម្បីយើងធ្វើយ៉ាងណាគឺធ្វើសកម្មភាពដោយរលូន
បាទគឺយើងបន្ទាប់ពីនឹងហើយក៏យើងចាប់ផ្ដើមធ្វើដំណើរដោយសារកន្លែងនេះគឺមានភុកមានទឹកមានជ្រំអញ្ចឹងទៅព្រោះអីរដូវខែវស្សាបន្ទាប់មកគឺមិនយូរមិនឆាប់គឺយើងបានមកដល់កន្លែងអន្លង់ត្បាល់ហើយវីដេអូកន្លែងនេះគឺខ្ញុំអត់រៀបរាប់ច្រើនទេគឺបងប្អូនកន្លែងនេះគឺសម្បូរត្រីមែនតើនៅពេលដែលដាក់មងដាក់ចាក់គឺបានត្រីសុទ្ធសឹងតែត្រីតែម្ដងហើយវីដេអូពេញបងប្អូនទាំងអស់គ្នាខ្ញុំនឹងមាននៅក្នុងក្រោយទៀតគឺនៅកន្លែងនេះផ្ទាល់តែម្ដងគឺយើងរកត្រីចាក់ត្រីហើយយើងដុតយើងអីហូបជុំគ្នានៅទីនេះផ្ទាល់តែម្ដងអញ្ចឹងបងប្អូនគាំទ្រសកម្មភាពរបស់បណ្ដាញសង្គមវីឡុងក៏ដូចជាវីដេអូខ្ញុំផ្ទាល់ដែលខំផលិតហ្នឹងគឺបងប្អូនកុំភ្លេចចូលទៅជួយ follow ហើយជួយ share ជាអីផងនឹងមានភាពបន្តជូនបងប្អូនទៀតសូមអរគុណជម្រាប